យើងណាសុកកាយសบายចិត្តពុកវិញពេលនេះកំពុងតែដេកឈឺនៅលើក្រែណោះមិនយូរទេមើលទៅពុកឈឺអីទៅបងស្រីគាត់យ៉ាងម៉េចទៅហើយឈឺធ្ងន់ទេបងយើងមិនដឹងទេបើឯងចង់ដឹងនោះក៏តែមើលខ្លួនឯងទៅអាយពុកនិយាយបែបនេះពុកស្ដាយសំណោះពួកគេឲ្យមែនទេមែនហើយពុកស្ដាយហើយក៏ស្អប់ខ្លួនឯងដែរដែលធ្វើឲ្យមានរឿងបែបនេះកើតឡើងពុកលែងស្រឡាញ់ខ្ញុំហើយពុកស្ដាយសំណោះវាខ្ញុំនឹងឈប់មើលថែពុកហើយពុកពិតជាសុំទោសកូនពិតមែនពុកពិតជាស្ដាយក្រោយណាស់ចាប់ពុកកុំនិយាយទៀតអីចាំកូនជន់ពុកទៅពេទ្យនេះម៉ែប្រហែលជាមិនទាន់ដឹងទេមុននឹងពុកស្លាប់ទៅពុកបានប្រកល់ផ្ទះនេះមកឲ្យខ្ញុំដូច្នេះខ្ញុំជាប់ជាម្ចាស់ផ្ទះនេះស្របច្បាប់នាងនោះនាងឯងស្ដាយណាស់ដែលយើងរើសឯងមកចិញ្ចឹមបើយើងមិនបានរើសនាងមកទេក៏នាងមិនមានថ្ងៃនេះដែរយ៉ាងម៉េចស្ដាយក្រោយហើយពេលនេះទោះជាស្ដាយក្រោយក៏វាហួសពេលហើយដែរបានហើយកុំនិយាយច្រើនឆាប់យកខ្មោចតានេះចេញទៅកុំទុកនៅទីនេះឲ្យចង្រៃផ្ទះយើងហើយរឿងកូនស្រីសំអប់ភាគបញ្ចប់ម៉ែពេលនេះយើងគិតទៅណាទៅម៉ែក៏មិនដឹងដែរយាយតាឯងក៏ស្លាប់យូរហើយគ្មានផ្ទះឯណាត្រូវទៅទៀតទេម៉ែលំបាកដោយសារតែខ្ញុំហើយខ្ញុំសុំទោសណាម៉ែហើយកុំសុំទោសម៉ែអីម៉ែទៅវិញទេណាដែលត្រូវសុំទោសកូននោះមកពីម៉ែមិនល្អទើបធ្វើឲ្យកូនត្រូវរងទុក្ខអស់ជាច្រើនឆ្នាំខ្ញុំមិនខឹងនឹងម៉ែទេម៉ែនៅតែជាម៉ែរបស់កូនទោះម៉ែធ្វើយ៉ាងម៉េចដាក់កូនក៏កូនមិនខឹងម៉ែដែរចាស់កូនពុកឯងពិតជាល្ងងខ្លាំងណាស់ដែលជ្រើសយកកូនចិញ្ចឹមហើយមិនខ្វល់ពីពួកយើងគាត់ស្រឡាញ់វាខ្លាំងណាស់ស្រឡាញ់ជាងកូនខ្លួនឯងម៉ែពិតជាឈឺចិត្តនឹងពុកឯងណាស់ឯងដឹងទេកុំគិតច្រើនអីម៉ែពុកគ្មានបំណងទេមកទៅនោះចាំមើលណាពេលដែលគ្មានប្រពន្ធកូននៅក្បែរចាំមើលថាតើកូនចិញ្ចឹមនោះវានឹងមើលថែដែរទេម៉ែពិតជាចង់ដឹងណាស់ឈប់គិតទៅម៉ែពេលនេះយើងត្រូវរកកន្លែងស្នាក់នៅសិនណាម៉ែនេះនាងមីងនាងថងតាអ្នកទាំងពីរមកធ្វើអីនៅទីនេះនឹងមានបង្វិចកាន់នឹងដៃទៀតលោកវិភូអូនេះក្មួយវិភូមែនទេបាទគឺខ្ញុំហើយនាងមីងទៅណាមកណានឹងក្មួយវិភូជួយមីងផងបានទេមានរឿងអីមីងប្រាប់ខ្ញុំមកមើលហើយរឿងវាវែងឆ្ងាយណាស់ពេលនេះមីងនិងកូនស្រីមិនមានផ្ទះត្រូវទៅទៀតទេមានរឿងអីទៅមិនបានជាបែបនេះមីងសម្រេចចិត្តចេញពីផ្ទះដោយសារតែមិនអាចទ្រាំមើលឪពុកវាយកូនស្រីខ្លួនឯងហើយទៅស្រឡាញ់កូនអ្នកដទៃជាងកូនខ្លួនឯងមីងមិនអាចទ្រាំបានទៀតទេនេះពូតែងតែវាយថងរាល់ថ្ងៃមែនទេមែនហើយរាល់ពេលដែលនាងធ្វើខុសគឺគេតែងតែវាយគ្រប់យ៉ាងគឺមកពីពាក្យញុះញង់របស់កូនស្រីចិញ្ចឹមរបស់មីងមិនគួរមានរឿងបែបនេះកើតឡើងចំពោះថងសោះអញ្ចឹងតាបានជាពេលដែលខ្ញុំជួបថងខ្ញុំឃើញនាងមានរបួសនៅដៃការពិតដោយសារតែពុករបស់នាងវាយសោះម៉ែឈប់និយាយទៅយើងឆាប់ទៅម៉ែមីងថងទៅនៅផ្ទះរបស់ខ្ញុំទៅខ្ញុំនឹងមើលថែអ្នកទាំងពីរមិនឲ្យខ្វះខាតអ្វីទេពិតមែនឯក្មួយមីងអាចទៅនៅផ្ទះក្មួយបានដែរមែនទេពិតជាបានខ្ញុំរស់នៅតែម្នាក់ឯងគ្មានឪពុកម្ដាយទេបើបានអ្នកទាំងពីរទៅនៅជាមួយខ្ញុំសប្បាយចិត្តណាស់ក្មួយពិតជាមនុស្សល្អណាស់មីងរំខានក្មួយហើយអញ្ចឹងម៉ែខ្ញុំថាមិនកាត់ទេដឹងម៉ែយើងមិនដឹងទៅណាទេកូនទៅនៅផ្ទះក្មួយវិភូមួយរយៈសិនទៅក៏ល្អដែរណាកូនហើយណាមួយក្មួយវិភូគេក៏ស្រឡាញ់កូនដែរយ៉ាងម៉េចយ៉ាងម៉ែមិនថាអីទេម៉ែនិយាយចុះខ្ញុំនឹងមើលថែថងនឹងមីងឲ្យបានល្អមិនឲ្យលំបាកទេក្មួយវិភូពិតជាក្មេងល្អនឹងចិត្តបានណាស់មីងគិតមិនខុសទេដែលឲ្យកូនស្រីតាក់ទងជាមួយក្មួយនោះបាទមីង
មួយខែក្រោយមកកូននូអើយយកទឹកឲ្យពុកផឹងតិចមកកូនពុកស្រេកទឹកណាស់ ចាស់ពុកណែពុកទឹក អរគុណណាស់កូនដាំបាយធ្វើម្ហូបឆ្អិននៅពុកដូចជាហេវបាយហើយនេះ បាយម្ហូបអីទៅពុកខ្ញុំមិនចេះធ្វើទេពុកឲ្យលុយមកខ្ញុំទៅទិញម្ហូបគេស្រាប់នៅឯភូមិ ពុកអត់មានលុយទេកូនពុកមានតែរបស់កូនយកវាទៅលក់ហើយយកលុយទៅទិញម្ហូបមកឲ្យពុកមកណា របស់ពុកទុកនៅណាឲ្យខ្ញុំឲ្យអស់មកខ្ញុំយកទៅលក់យកលុយទិញម្ហូបឲ្យពុក នៅក្រោមគ្រែពុក អស់ហើយមែនទេពុកមានទៀតទេខ្ញុំនឹងយកវាទៅលក់ឲ្យអស់ អស់ហើយអត់មានទៀតទេកូនពុកយកទៅលក់អស់ហើយទៅទិញម្ហូបឲ្យឆាប់ឡើងមកពុកហេវខ្លាំងណាស់ អូខ្ញុំដឹងហើយពុកចាំបន្តិចទៅអើយស្មានតែមានមាសច្រើនតាមពិនតូចញែបខំបំរើឡើងយូរស្មានតែមានមាសធំឲ្យយើងហាញ់តាឈឹនេះបងស្រីមែនទេអានាងថងមិនទាន់ស្លាប់ទេហ៎បងស្រីសុខសប្បាយទេចុះពុកយ៉ាងម៉េចហើយសុខសប្បាយដែរទេយើងសុខកាយសប្បាយចិត្តពុកវិញពេលនេះកំពុងតែដេកឈឺនៅលើគ្រែណោះមិនយូរទេមើលទៅពុកឈឺអីទៅបងស្រីគាត់យ៉ាងម៉េចទៅហើយឈឺធ្ងន់ទេបងយើងមិនដឹងទេបើឯងចង់ដឹងនោះក៏តែមើលខ្លួនឯងទៅបងមិនបានមើលថែពុកទេមែនទេបានជានិយាយបែបនេះយើងមើលថែតាតែមិនជាឲ្យយើងធ្វើបែបម៉េចបើបងមើលថែគាត់នោះគាត់ច្បាស់ជាមិនអីទេខ្ញុំខ្លាចតែបងមិនបានមើលថែគាត់ទេមិនបាច់ឲ្យឯងមកចេះដឹងទេពុកយើងចេះមើលថែជាឬមិនជាហើយគិតតែពីជីវិតរបស់ឯងទៅពេលនេះយ៉ាងម៉េចហើយខ្ញុំនឹងម៉ែរស់នៅសុខស្រួលមិនពិបាកទេបងមិនបាច់បារម្ភទេពិតមែនទេអូនថងកំពុងនិយាយជាមួយនរណានឹង នេះពួកឯងទាំងពីរនាក់តាក់ទងគ្នាហើយមែនទេ នេះបងស្រីអូនតាមានរឿងអីមែនទេ មែនហើយពួកខ្ញុំជាប្តីប្រពន្ធនឹងគ្នាហើយអូយស្លាប់ហើយនេះឯងរៀបការមិនប្រាប់ពុកមួយម៉ាត់សោះអញ្ចឹងអីបើពុកដឹងរឿងនេះអើយគាត់ច្បាស់ជាខឹងឯងស្លាប់ហើយអើយនាងថងចាំមើលណាយើងនឹងយករឿងនេះទៅប្រាប់ពុកឲ្យគាត់បានដឹងកុំអីបងស្រីពុកកំពុងតែឈឺបើបងយករឿងនេះទៅនិយាយប្រាប់គាត់ច្បាស់ជាខឹងកាន់តែខ្លាំងហើយឈឺកាន់តែខ្លាំងទៀតបងស្រី នេះពុករបស់អូនឈឺមែនទេ មែនហើយបងខ្ញុំបារម្ភពីគាត់ណាស់មិនដឹងថាពេលនេះបងស្រីមើលថែគាត់បានល្អឬអត់ទេ កុំបារម្ភអីណាអូនមានបងស្រីអូនមើលថែគាត់បានល្អហើយ ខ្ញុំចង់ទៅមើលគាត់ណាស់បង មិនអីទេបងនឹងនាំអូនទៅពេលនេះយើងទៅផ្ទះសិនទៅណា ចាពុកខ្ញុំមានរឿងចង់ប្រាប់ពុក មកវិញហើយឯកូនឯណាបាយម្ហូបពុក ពុកគិតតែប្រហូបអីទៅដឹងទេថាពេលនេះកូនស្រីពុកបំពេញមុខមាត់ពុកយ៉ាងម៉េច កូនស្រីពុកនាងថងមែនទេ មែនហើយគឺនាងថងខ្ញុំបានជួបនាងថងនៅតាមផ្លូវពុកដឹងទេនាងបានរៀបការជាមួយអាម្នាក់នឹងហើយ ថាម៉េចឯងជួបនាងថងមែនទេពួកគេយ៉ាងម៉េចហើយ អេនេះពុកមិនខឹងនឹងវាដែលរៀបការមិនប្រាប់ពុកទេអី ពុកមិនខឹងទេពុកបានធ្វើខុសចំពោះម្ដាយកូនគេធ្វើឲ្យគេលំបាក ពុកនិយាយបែបនេះពុកស្ដាយសំណោះពួកគេហើយមែនទេ មែនហើយពុកស្ដាយហើយក៏ស្អប់ខ្លួនឯងដែរដែលធ្វើឲ្យមានរឿងបែបនេះកើតឡើង ពុកលែងស្រឡាញ់ខ្ញុំហើយពុកស្ដាយសំណោះវាខ្ញុំនឹងឈប់មើលថែពុកហើយ មិនមែនចឹងទេកូនពុកស្រឡាញ់កូន
ស្រឡាញ់ដូចគ្នា ខ្ញុំដឹងហើយថាពុកលែងស្រឡាញ់ខ្ញុំទៀតហើយពុកគិតតែពីកូនបង្ការរបស់ពុកតែប៉ុណ្ណោះ កុំគិតអញ្ចឹងអីកូនពុកគ្រាន់តែមានអារម្មណ៍ថាខុសចំពោះពួកគេ បានហើយខ្ញុំមិននៅជាមួយពុកទៀតទេរស់ឬងាប់ជារឿងរបស់ពុក មិនក៏កូននិយាយអញ្ចឹងដាក់ពុក ខ្ញុំមិនមែនជាកូនបង្កើតពុកទេរឿងអីដែលខ្ញុំត្រូវមើលថែពុកនោះពុកទៅឲ្យកូនបង្កើតរបស់ពុកឲ្យមកមើលថែមក ប្រពន្ធយើងនិយាយមិនខុសមែនកូនចិញ្ចឹមវាមិនដូចកូនបង្កើតខ្លួនឯងទេយើងស្ដាយណាស់ដែលខំចំឯងរហូតដល់ធំស្រឡាញ់ឯងថ្នាក់ថ្នមឯងដូចជាកូនបង្កើតខ្លួនឯងរហូតមកដល់ពេលនេះយើងដឹងខ្លួនហើយថាយើងគិតខុសខ្លាំងណាស់ តើបតែដឹងខ្លួនមែនទេដឹងខ្លួនក៏ហួសពេលហើយពុកពេលនេះពុកគ្មានសល់អ្នកណាទៀតទេគ្រប់យ៉ាងគឺមកពីពុកខ្លួនឯងតែម្នាក់គត់ នាងកូនរមើលគុណយើងមិនគួរណាចំឯងមកសោះ សំមុខពុកហើយរើសកូនចិញ្ចឹមចោលប្រពន្ធកូនខ្លួនឯងពេលនេះអ្វីក៏លែងសល់ដែរ ឆាប់ចេញពីមុខយើងទៅយើងមិនចង់ឃើញមុខឯងទៀតទេ ខ្ញុំកងតែទៅទេស្មានតែខ្ញុំចង់នៅមើលថែមនុស្សចាស់ដូចជាពុកណាស់មែនទេអើយគួរឲ្យខ្ពើម នាងឯង លីហើយណាពុកមើលថែខ្លួនឯងឲ្យរស់ណាពុកណា មិនគួរសោះមិនគួរណាយើងគិតខុសមកពេលទេយើងពិតជាល្ងងខ្លាំងណាស់ល្ងងណាស់ដែលធ្វើឲ្យបាត់បង់ប្រពន្ធកូនខ្លួនឯងគិតតែពីអ្នកដទៃមកពីយើងពិតជាស្អប់ខ្លួនឯងណាស់ ម៉ែខ្ញុំបារម្ភពីពុកណាស់មិនដឹងថាពេលនេះគាត់យ៉ាងម៉េចទៅហើយទេពុកឯងមិនអីទេកុំបារម្ភអីកូនពុកវាឯងយ៉ាងម៉េចហើយពុកយ៉ាងម៉េចហើយក ូនថងកូនមកហើយមែនទេ ចាស់ពុកកូនមកហើយកូនសំទោសដែលកូនទុកពុកចោល កុំសុំទោសពុកអីពុកទេដែលជាអ្នកត្រូវសុំទោសឯងកន្លងមកពុកតែងតែជេរស្ដីវាយធ្វើបាបឯងឲ្យពុកសុំទោសផងណាកូន កុំនិយាយអញ្ចឹងអីណាពុកកូនមិនដើរខាងនឹងពុកទេ ពុកពិតជាសុំទោសកូនពិតមែនពុកពិតជាស្ដាយក្រោយណាស់ ចាស់ពុកកុំនិយាយទៀតអីចាំកូនជិនពុកទៅពេទ្យ អត់ប្រយោជន៍ទេពុកដឹងខ្លួនឯងច្បាស់ណាស់អត់ពីពុកទៅកូនត្រូវតែមើលថែម្ដាយរបស់កូនឲ្យបានល្អណា អត់ទេពុកកុំនិយាយបែបនេះអីពុកនឹងមិនអីទេ អូយកូនថងពុកលាកូនហើយម៉ែវាខ្ញុំលាឯងហើយ ពុកវាមិនពិតទេពុកភ្ញាក់ឡើងកុំទៅចោលកូនអីពុកពុកវាឯងដាច់ចិត្តទៅចោលខ្ញុំម្លេះមិនគួរទេពុកវាអើយពុកងាប់ឡើងពុកនិយាយជាមួយកូនសិនមកពុកកូនថងពុកឯងគេទៅបានសុខហើយកូន អូនថងកាត់ចិត្តទៅអូនពុកគាត់ទៅបានសុខហើយ កាត់ចិត្តទៅកូនពុកឯងគេទៅបានសុខហើយពុកអើយអហោសកម្ម
កូនម្នាក់នេះផងណាពុកកូនសុំទោសអហោសកម្មឲ្យខ្ញុំផងណាឯងសូមឯងទៅកាន់សុគតិភពផងចុះយ៉ាងម៉េចហើយយំអស់ចិត្តហើយនៅឆាប់យកខ្មៅតាចាស់នេះចេញពីផ្ទះយើងទៅនាងនោះឯងនិយាយស្អីហ្នឹងហ៎នេះជាផ្ទះរបស់យើងមិនមែនជាផ្ទះរបស់នាងទេនេះម៉ែប្រហែលជាមិនទាន់ដឹងទេមុននឹងពុកស្លាប់ទៅពុកបានប្រកល់ផ្ទះនេះមកឲ្យខ្ញុំដូច្នេះខ្ញុំជាប់ជាម្ចាស់ផ្ទះនេះស្របច្បាប់នាងនោះនាងឯងស្ដាយណាស់ដែលយើងរើសឯងមកចិញ្ចឹមបើយើងមិនបានរើសនាងមកទេក៏នាងមិនមានថ្ងៃនេះដែរយ៉ាងម៉េចស្ដាយក្រោយហើយពេលនេះទោះជាស្ដាយក្រោយក៏វាហួសពេលហើយដែរបានហើយកុំនិយាយច្រើនឆាប់យកខ្មៅតានេះចេញទៅកុំទុកនៅទីនេះឲ្យចង្រៃផ្ទះយើងបងស្រីហេតុអីក៏បងធ្វើរឿងនេះទៅរួចបើបងស្អប់ខ្ញុំមិនថាទេតែនេះពុកម៉ែគាត់ចិញ្ចឹមបងតាំងពីតូចដល់ធំនេះឬជាទង្វើដែលបងសងគុណមកលើពួកគាត់យើងមិនបានសុំឲ្យពួកគាត់ចិញ្ចឹមយើងទេដូច្នេះហើយយើងមិនបានធំធាត់ចម្ពាក់គុណគាត់ទេបងពិតជាពឹសពុលណាស់ថ្ងៃណាមួយបងនឹងទទួលកម្មពៀពីអ្វីដែលបងបានធ្វើនេះជាមិនខានកម្មពៀមែនទេយើងមិនជឿលើរឿងកម្មពៀស្អីទេបានហើយកុំនិយាយច្រើនឆាប់យកខ្មៅតាចាស់នេះចេញទៅតោះម៉ែពួកយើងឆាប់យកសពលោកពុកចេញទៅចាស់កូនបន្ទាប់ពីនិយាយរួចនាងថងនិងម្ដាយក៏បានយកសាកសពឪពុកទៅធ្វើបុណ្យតាមប្រពៃណីចាប់តាំងពីថ្ងៃនឹងមកនាងនោះក៏បានរស់នៅផ្ទះនោះតែម្នាក់ឯងប៉ុន្តែនាងរស់នៅមិនបានសុខទេនាងតែងតែត្រូវវិញ្ញាណឪពុកលងបន្លាចជារៀងរាល់ថ្ងៃរហូតដល់នាងឆ្កួតលែងដឹងអីចំណែកឯនាងថងវិញក៏បានរស់នៅយ៉ាងមានក្តីសុខជាមួយម្ដាយនិងប្តីរបស់នាង